រដូវធ្លាក់ខ្យល់ឧត្តមសេនីយ៍ឯកជូនណារិនជូនដំណឹងឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះសង្កេតឃើញថានៅថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025នេះលោកឧត្តមសេនីយ៍ឯកជូនណារិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបង្ហោះសារយ៉ាងដូចនេះថាអរុនសួស្ដីថ្ងៃសៅរ៍ខ្ញុំបាទសូមគោរពជូនព័ត៌មានលោកពុកអ្នកម៉ែពូមីងបងប្អូនសូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ Collagen ហារីសម្បុកត្រចៀកកម្មបានទាំងសុខភាពនិងសម្រស់ជំនួយដល់សក់ក្រចកឆ្អឹងសន្លាក់ធ្វើឲ្យគេងលក់ស្រួលជាពិសេសជួយឲ្យស្បែកសភ្លឺថ្លាមាត់រលោងចេញពីខាងក្នុងត្រឹមរយៈពេល7ថ្ងៃវីតាមីនក្រមុំ SOVF ធ្វើឲ្យស្ត្រីមានភាពជឿជាក់ដូចវ័យ20ឆ្នាំនារដូវធ្លាក់ខ្យល់នេះពិនិត្យថែរក្សាសុខភាពនិងមើលផ្ទះសម្បែងឲ្យបានត្រឹមត្រូវមុនចេញទៅណាប្រុងប្រយ័ត្នភ្លើងធូបទៀនចង្ក្រានឲ្យបានល្អព្រោះមានអគ្គិភ័យកើនឡើងបន្តបន្ទាប់ដោយយើងមិនបានដឹងមុនសមត្ថកិច្ចយើងខ្ញុំត្រៀមសហការជាមួយអង្គភាពពាក់ព័ន្ធនិងត្រៀមលក្ខណៈសម្បត្តិ24ម៉ោងលើ24ម៉ោងដើម្បីសហការចូលរួមជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលាសូមគោរពអរគុណបាទសូមបងប្អូនចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នាណាបានជាមួយគ្នានោះអ្នកលេងបណ្ដាញសង្គមជាច្រើនក៏បានចូលទៅខមមិនថាគោរពជូនពរលោកពូមានសុខភាពល្អបរិបូរណ៍ក្មួយសូមជូនពរលោកអ៊ំមានសុខភាពល្អជាផុតពីជំងឺផ្សេងៗ